មានសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះលោកគ្រូសំអូនមានវីដេអូខ្លីមួយទៀតចង់បង្ហាញជូនដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងនិយាយអំពីអថេរកម្រិតអញ្ចឹងដោយលោកគ្រូសំអូនបានបង្ហាញនៅក្នុងវីដេអូពីខាងដើមកាលណាយើងនិយាយពី measurement scale មានថានិយាយពីមាត្រដ្ឋានរង្វាស់អញ្ចឹងមាត្រដ្ឋានរង្វាស់នៅក្នុងការស្រាវជ្រាវគឺយើងចែកចេញជា4ប្រភេទបាទប្រភេទទី1យើងហៅថា nominal scale អញ្ចឹង nominal scale មានថាជាប្រភេទមាត្រដ្ឋានរង្វាស់ប្រភេទបាទទី1លោកណាហើយទី2ហៅថា ordinal scale មានថាជាមាត្រដ្ឋានរង្វាស់លំដាប់ហើយទី3ហ្នឹងគឺ interval scale បាទគឺមាត្រដ្ឋានរង្វាស់កម្រិតហើយទី4ហ្នឹងគឺ ratio scale មាត្រដ្ឋានរង្វាស់កម្រិតអញ្ចឹងនៅក្នុងមាត្រដ្ឋានរង្វាស់ទាំង4ប្រភេទហ្នឹងគឺគេប្រើប្រាស់នៅក្នុងការស្រាវជ្រាវដើម្បីបង្កើតជាបញ្ជីសំណួរបាទអញ្ចឹងនៅពេលលោកគ្រូបង្កើតបញ្ជីសំណួរហ្នឹងមានន័យថាលោកគ្រូនឹងអាចយកមួយក្នុងចំណោម4 2ឬ3ក្នុងចំណោម4ឬក៏ទាំង4ហ្នឹងប្រើប្រាស់នៅក្នុងបញ្ជីសំណួររបស់លោកគ្រូអ្នកគ្រូអញ្ចឹងនៅក្នុងវីដេអូមុនយើងបានបង្ហាញហើយថាតើអ្វីទៅជាមាត្រដ្ឋានរង្វាស់ប្រភេទអញ្ចឹងឥឡូវគាត់រំលឹកជូនបន្តិចទៅណាមុនចូលចែកគ្នាដល់មាត្រដ្ឋានរង្វាស់អថេរកម្រិតអញ្ចឹងកាលណាគេនិយាយពីមាត្រដ្ឋានរង្វាស់ប្រភេទដែលហៅថា nominal scale គឺវាធាតុវាមានសំខាន់ណាធាតុវាទី1ហ្នឹងគឺវាជាប្រភេទអថេរប្រភេទបាទវាអត់មានលំដាប់ហើយក៏អត់មានកម្រិតដែរហើយតិន័យវាជាប្រភេទតិន័យគុណវិស័យមានថាបូកដកគុណចែកបានទេបាទអញ្ចឹងឧទាហរណ៍ដូចជាតកតងមួយភេទប្រុសភេទស្រីអញ្ចឹងមានតែប្រភេទទេភេទប្រុសភេទស្រីកម្រិតមានអត់ទេភេទប្រុសភេទស្រីមានកម្រិតណាតកើតបាទលំដាប់មានអត់ភេទប្រុសស្រីអត់មានទេបាទអមកថាផ្លែឈើផ្លែស្វាយផ្លែដូងផ្លែមៀនផ្លែចេកបាទអញ្ចឹងប្រភេទផ្លែស្វាយភេទផ្លែដូងភេទផ្លែមៀនភេទផ្លែចេកសួរថាមានកម្រិតអត់មានទេសួរថាមានលំដាប់អត់មានទេអញ្ចឹងលោកបាទឧទាហរណ៍ពណ៌ខ្មៅពណ៌សពណ៌ក្រហមពណ៌ខៀវបាទសួរថាមានប្រភេទអត់មានពណ៌ខ្មៅពណ៌សពណ៌ក្រហមពណ៌ខៀវមានលំដាប់អត់អញ្ចឹងអត់បាទមានកម្រិតអត់អញ្ចឹងតិន័យហ្នឹងសួរថាឥឡូវតិន័យគិតជាតួលេខបានអត់ពណ៌ខ្មៅពណ៌សពណ៌ក្រហមអញ្ចឹងអាលេខលោកគ្រូបង1 2 3 4នេះហៅថាលេខហ្នឹងវាគ្មានន័យទេគ្រាន់តែលេខតំណាងទេអញ្ចឹងអាឡែងពណ៌ខ្មៅពណ៌ក្រហមអាតិន័យនេះគេហៅថាជាតិន័យដែលមានលក្ខណៈគុណវិស័យហើយនៅក្នុងប្រភេទតិន័យអថេរប្រភេទហ្នឹងគ្រូណាទី1បាទអញ្ចឹងលោកគ្រូមើលទៅនៅក្នុងការបង្កើតបញ្ជីសំណួរស្រាវជ្រាវរបស់លោកគ្រូហ្នឹងលោកគ្រូប្រកាសជាកន្លែងខ្លះគាត់ថាអ្នកឆ្លើយភេទប្រុសឬភេទស្រីចូលចិត្តផ្លែស្វាយផ្លែដូងផ្លែទៀបផ្លែមៀននេះទៅហើយលោកគ្រូបង1 2 3នេះកុំថាអាហ្នឹងរាប់បានណា1 3ជាលេខតំណាងគ្មានន័យទេលោកគ្រូចង់ដាក់ថាផ្លែស្វាយលេខ5ក៏បានផ្លែចេកលេខ10ក៏បានដែរព្រោះលេខនេះគ្មានន័យទេអញ្ចឹងអត្តន័យហត្ថន័យគុណវិស័យដល់ពេលមកទី2មកយើងហៅថាមាត្រដ្ឋានរង្វាស់លំដាប់អញ្ចឹងមាត្រដ្ឋានរង្វាស់លំដាប់ហ្នឹងទី1គឺវាមានប្រភេទហើយបន្ទាប់មកមានលំដាប់ប៉ុន្តែគ្មានកម្រិតព្រោះយ៉ាងមានប្រភេទមានលំដាប់គ្មានកម្រិតមែនអត់ទាន់គ្រូណាហើយជាប្រភេទតិន័យគុណវិស័យដូចគ្នាអញ្ចឹងមានថាអថេរប្រភេទអធិលំដាប់ហ្នឹងជាប្រភេទតិន័យគុណវិស័យមានថាបូកដកគុណចែកបានទេបាទឧទាហរណ៍កម្រិតកាសាអញ្ចឹងលោកគ្រូថាបញ្ញបត្រអនុបណ្ឌិតបណ្ឌិតអញ្ចឹងសួរថាមានប្រភេទអត់ប្រភេទនេះអត់បញ្ញបត្រអនុបណ្ឌិតបណ្ឌិតមានលំដាប់អត់មានបញ្ញបត្រទៀមគេអនុបណ្ឌិតខ្ពស់បន្តិចបណ្ឌិតពុះជាងទៅឧទាហរណ៍បាទសួរថាមានកម្រិតអត់លោកគ្រូដឹងកម្រិតថាពីបញ្ញបត្រទៅអនុបណ្ឌិតនឹងកម្រិតប្រមាណអត់បូកដកគុណចែកបានអត់យកអនុបណ្ឌិតដកបញ្ញបត្របានអត់បានទេអញ្ចឹងមានថាវាមានតែប្រភេទមានតែលំដាប់តែគ្មានកម្រិតតើលោកគ្រូណាបាទក្រមើលដែរមធ្យមមានខ្លាំងចាអញ្ចឹងមានប្រភេទអត់ក្រមធ្យមមានបាទមានលំដាប់អត់មានក្រមធ្យមមានចុះកម្រិតយកអាមធ្យមដកក្របានអត់យកអាមានខ្លាំងណាស់ដកអាមធ្យមបានអត់បានទេអញ្ចឹងហើយបានគេថាហ្នឹងជាប្រភេទអថេរលំដាប់ហើយនៅក្នុងការបង្កើតបញ្ជីសំណួរលោកគ្រូណាលោកគ្រូនឹងប្រើហ្នឹងហើយលោកគ្រូសួរគ្រូស្មូនថាចុះលោកគ្រូស្មូនបាទសិនអាហ្នឹងជាអថេរគុណវិស័យចុះមិនប្រើក្នុងបរិមាណវិស័យនៅក្នុងបញ្ជីសំណួរមានន័យថាអាហ្នឹងជាអថេរគុណវិស័យប៉ុន្តែនៅពេលលោកគ្រូបង្កើតបញ្ជីសំណួរលោកគ្រូបងលេខតំណាងលេខ1លេខ2លេខ3លេខ4ដល់គេរាប់ហ្នឹងគេមិនរាប់លំដាប់បញ្ញបត្រអនុបណ្ឌិតទេគេរាប់ថាលេខ1លេខ2បញ្ញបត្រមានប៉ុន្មានអនុបណ្ឌិតប៉ុន្មានតែបើរាប់ថាបញ្ញបត្រហ្នឹងគេអត់រាប់ហ្នឹងទេគេអត់លេខហ្នឹងលេខតំណាងអញ្ចឹងមានថាអាហ្នឹងជាភេទតិន័យគុណវិស័យហើយជាភេទតិន័យអថេរលំដាប់ហើយទៅប្រើប្រាស់នៅក្នុងបញ្ជីសំណួរបាទអាហ្នឹងជូនលោកគ្រូណាដើម្បីលោកគ្រូដឹងមូលហេតុថាចំមិនក៏មានអញ្ចឹងមកហើយមូលហេតុផ្សេងទៀតអាហ្នឹងចាំវីដេអូផ្សេងទៀតឥឡូវនេះមកទៅចែករឿងអថេរកម្រិតអញ្ចឹងសួរថាអ្វីទៅជាអថេរកម្រិតដែលយើងinterval scale អញ្ចឹងអថេរកម្រិតទី1លោកគ្រូមានថាវាជាអថេរប្រភេទចឹងអត់
ជាប្រភេទគ្រូណាទី2វាជាលំដាប់ទៀតទី3មានកម្រិតទៀតហើយកម្រិតហ្នឹងគឺត្រូវតែស្មើគ្នាមានថាកម្រិតហ្នឹងគឺពី1ទៅ1ហ្នឹងគឺស្មើគ្នាបាទអាហ្នឹងចំណុចខ្លាំងវានោះណាអញ្ចឹងមានទាំងប្រភេទមានទាំងលំដាប់មានទាំងកម្រិតហើយកម្រិតហ្នឹងស្មើគ្នាហើយពីកម្រិតទៅ1ហ្នឹងពេលយើងដកទៅវាមាន0បូកដាក់គុណចែកបានគ្រូណាបូកដាក់គុណចែកបានហើយឃើញ0ប៉ុន្តែគេថាអា0ហ្នឹងមិនមែនមានន័យថា0ទេ0មានន័យមានថាពាក្យដកទៅឃើញ0មិនមែនមានន័យថា0ទេអាហ្នឹងហៅថា0មិន0គ្រូណាបាទចាំមើលទីហោះហ្នឹងហើយតិន័យជាភេទតិន័យបរិមាណវិស័យហេតុអីពីព្រោះបូកដកគុណចែកបានអត់ទាន់គ្រូណាអញ្ចឹងចំណុចធំវាទី1ជាអធិប្រភេទទី2ជាអធិលំដាប់ទី3ជាអធិកម្រិតហ្នឹងស្មើគ្នាទៀតហើយបូកដកគុណចែកបានហើយអាកន្លែងបូកដកគុណចែកចំណុចកម្រិតដាច់ហ្នឹងអា0ហ្នឹងគឺមិនមែនមានន័យថា0ទេហើយជារួមមកគេហៅថាជាប្រភេទតិន័យបរិមាណវិស័យទាន់គ្រូណាខុសពីមុនណាបាទអញ្ចឹងគ្រូមើលទីហោះឧទាហរណ៍និយាយពីសីតុណ្ហភាពឧទាហរណ៍និយាយពីប្រតិទិនចាំឆ្នាំបន្ទុ IQ ឬក៏ម៉ោងនាឡិកានេះគ្រូអមថាឥឡូវយើងនិយាយសីតុណ្ហភាព20អង្សា30អង្សា40អង្សា50អង្សាអញ្ចឹងពី20ទៅ30ពី30ទៅ40ពី40ទៅ50អញ្ចឹងសួរថាហ្នឹងមានប្រភេទអត់ប្រភេទ20 30 30 40 50មានលំដាប់អត់មាន20 30 30 40 40លំដាប់បាទមានកម្រិតអត់មាន20 30 30 40 30កម្រិតស្មើគ្នា30ដល់20សល់10 40ដល់20សល់10ស្មើគ្នាចុះដល់ពេលដកទៅអាចចន្លោះដកហ្នឹងឃើញ0គ្រូអមថាលេខ30ដល់20តែកន្លែងដកហ្នឹងគេហៅថាដកហ្នឹងអញ្ចឹងអា0កន្លែងហ្នឹងគេថាមិនមែនមានន័យ0ទេមិនមែនមានថាពេលដកទៅគ្មានកម្ដៅសោះទេនេះពេលដកយក30ដល់20កន្លែងចំណុចដកហ្នឹងចំណុចដកហ្នឹងឃើញ0ហ្នឹងអញ្ចឹងអាហ្នឹងគ្មានកម្រិតទេគឺស្មើនឹង0គ្មានអង្សាគ្មានក្តៅមិនមែនទេលោកគ្រូគេថាបិទអីដកទៅកន្លែងហ្នឹងវា0មែនប៉ុន្តែកន្លែងហ្នឹងវាមានន័យអា0ហ្នឹងមិនមែនមានន័យថា0ទេអញ្ចឹងមានថាមិនមែនដកទៅមិនមែនគ្មានកម្ដៅទេអាចចន្លោះកម្រិតហ្នឹងវាមានកម្ដៅចឹងអា0ហ្នឹងហើយមានតែមិនមែន0ដូចគ្នានឹងប្រតិទិនឆ្នាំអមថា2010 2020 2020 2030 2030 2040 2050ចឹងពេលលោកគ្រូដកទៅចន្លោះឆ្នាំហ្នឹងលោកឃើញកម្រិតវាស្មើគ្នា10ឆ្នាំប៉ុន្តែដកទៅសួរថាអត់មានឆ្នាំមែនអត់ទេស្បិតដកទៅឃើញ0មែនតែមិនមែនអត់ឆ្នាំទេអាហ្នឹងហៅ0មិន0ដូចគ្នាបន្ទុ IQ អមថាវាស់ក្មេងកឃើញ110វាស់ក្មេងកឃើញ120វាស់ក្មេងកឃើញ130ឬ140អញ្ចឹងដកទៅខុសគ្នា10អញ្ចឹងសួរថាពេលដែលយើងដកតាកម្រិតឡើង0ហ្នឹងសួរថាពេលដកទៅអា0ហ្នឹងជន់ថាក្មេងនេះគ្មាន IQ សុកហ្មងតទេចេះហ្មងមិនមែនទេលោកអញ្ចឹងគេថាហ្នឹងហើយ0មិន0មើលតោះហ្នឹងណាបាទនាឡិកាគេម៉ោងគ្រូម៉ោងអមថាម៉ោង10ចឹងអត់គ្រូម៉ោង11ម៉ោង12គេអត់បាទម៉ោង10ម៉ោង11 1ម៉ោងម៉ោង11ម៉ោង12 1ម៉ោងអញ្ចឹងមានទាំងប្រភេទមានទាំងកម្រិតដកទៅស្មើគ្នាហើយសួរថាពេលដកទៅនេះម៉ោង11ដក10ចេញអាកន្លែងដក10ទៅមិនពេលដកទៅមិនមានចំណុច0មួយចំណុចហ្នឹងសួរចំណុចហ្នឹង0ហ្នឹងមានតែ0មិនមែនថាគ្មានម៉ោងពេលមិនមែនទេគ្រូអាហ្នឹងមានថាកណ្ដោមានម៉ោងពេលដែរប៉ុន្តែគាត់ដក0អញ្ចឹងគេថាអថេកម្រិតឬក៏មាត្រដ្ឋានរបស់កម្រិតហ្នឹងគឺអាកន្លែងហ្នឹងដកទៅស្មើ0ប៉ុន្តែ0ហ្នឹងមិនមែនមានន័យថា0ទេចង់ចាក់ជូនលោកគ្រូហ្នឹងណាបាទអញ្ចឹងគ្រូច្បាស់ផងដល់ពេលលោកគ្រូបកកាយវិជីសំណួរលោកគ្រូច្បាស់ថាតើវាចូលទៅក្នុងប្រភេទអថេមិនណាជាអថេប្រភេទអថេលំដាប់ឬក៏អថេកម្រិតបាទមកចូលដល់ការវិភាគតិន័យអានេះចំណុចចង់លោកគ្រូចាស់ណាបាទអានេះគាត់ទោះជូនលោកគ្រូណាអញ្ចឹងគេថាដល់ពេលវាជាប្រភេទអថេកម្រិតនេះមានថាពេលហ្នឹងយើងអាចគណនាមានតម្លៃមធ្យមបានពីព្រោះលោកគ្រូដឹងហើយថាពេលអថេនោះជាអថេ nominal ប្រភេទមានថាពេលនេះយើងគណនាមធ្យមអត់បានទេជាអថេលំដាប់បាទក៏គណនាមានអត់បានដែរពីព្រោះវាជាតិន័យគុណវិស័យយើងបានរាប់ចំនួនភាគរយប្រហែលភាគរយ10% 30% 40% ទៅទីហោមាន10នាក់20នាក់30នាក់ព្រោះអាតួលេខជួយលើលេខតំណាងអាតួហ្មងរត់បានទេប៉ុន្តែអានេះគឺគុណដកបានកាលណាគុណដកបានមានថាពេលហ្នឹងគណនាគេគណនាតម្លៃមធ្យមភាគបានប៉ុន្តែពេលគណនាតម្លៃមធ្យមភាគលោកគ្រូចាំផងគេមិនមែនគណនាតម្លៃសំណួរមួយណាចង់ថាឥឡូវលោកគ្រូមានសំណួរ10សួររឿងតែមួយមកថាឥឡូវរឿងមន់ស្ងោលោកគ្រូនៅក្នុងហ្នឹងមាន10សំណួរអញ្ចឹងមានថាលោកគ្រូយកសំណួរទាំង10បូកចូលគ្នាចែក10ទៅលោកគ្រូគណនាឃើញមធ្យមភាគតែបើសិនលោកគ្រូយកសំណួរទី1ទៅទេហ្មងណាអត់មើលសំណួរទី2ណាពេលហ្នឹងក៏អោមធ្យមភាគបានដែរអត់ទាន់ផងលោកគ្រូណាបាទទី2មានថាលោកគ្រូអាចប្រៀបធៀបតម្លៃកម្រិតអញ្ចឹងប្រៀបធៀបតម្លៃកម្រិតហ្នឹងពេលហ្នឹងលោកគ្រូអាចប្រើ t test អាចប្រើ set test ឬក៏ ANOVA ប្រើ t test ហ្នឹងមានន័យថាទី1លុះត្រាតែតិន័យរបស់លោកគ្រូហ្នឹងវាជាប្រភេទតិន័យដែលវាមានភាពខុសគ្នាប្រផាកផែគ្នាវាអត់ខុសគ្នាឆ្ងាយលោកគ្រូណាបាទផាកផែគ្នាគឺប្រើ t test បាទមានថាជាប្រភេទដែលវាជាតិន័យផាកផែគ្នាចង់ថាអាតម្លៃរបស់លេខរបស់ចំនួនហ្នឹងវាផាកផែគ្នាវាអត់ឃ្លាតជាឆ្ងាយបើប្រើ t test ហើយ t test មានគេ independent t test បាទអញ្ចឹងមានថាលោកគ្រូប្រៀបធៀប
តម្លៃមធ្យមភាគរវាងក្រុមពីរអាថាគ្រូរៀនថ្នាក់កថ្នាក់ខភាគគណិតវិទ្យាអញ្ចឹងពេលលោកគ្រូបានបន្ទុកសិស្សមកនេះសិស្សក្រុម30នាក់គ្រូណាកុំយកលើ30នាក់ក៏សុំក្រុម30នាក់អញ្ចឹងដល់ពេលលោកគ្រូចង់ប្រៀបធៀបតម្លៃវានេះតម្លៃមធ្យមភាគលោកគ្រូចំណាក់គណិតវិទ្យានេះដាក់កដាក់ខតើតម្លៃមធ្យមភាគហ្នឹងវាយ៉ាងម៉េចដែរប្រៀបធៀបវាទៅអញ្ចឹងពេលហ្នឹងគេប្រើ theta អាហ្នឹងហៅថា independent theta ហោះដល់ពេលលោកគ្រូបរៀនគណិតដដែលថ្នាក់កហ្នឹងប៉ុន្តែមុនដំបូងមុនចូលបរៀនលោកគ្រូធ្វើពីរតេស្តថាមាកមុនបរៀនក៏បានបន្ទុកបានដល់ពេលបរៀនហើយយកសំដួលដែរតេស្តទេផុសតេស្តបានបន្ទុកបានអាហ្នឹងគេហៅថា pair theta ក៏លោកហើយមួយទៀតគេហៅថា one sample តែ one sample តែមានថានៅពេលលោកគ្រូបរៀនគណិតវិទ្យាថ្នាក់កហើយលោកគ្រូយកបន្ទុកហ្នឹងទៅធៀបស្តង់ដាររបស់ក្រសួងបានតែក្រសួងថាកូនសិស្សរៀនជាប់ត្រូវបានបន្ទុក70ឡើងទៅអញ្ចឹងនៅពេលលោកគ្រូបរៀនថ្នាក់កហើយធ្វើតេស្តបានបន្ទុកមកយកបន្ទុកនោះទៅធៀបជាមួយនឹងបន្ទុកក្រសួងកំណត់អាហ្នឹងគេហៅថាជា one sample t test បាទប៉ុន្តែប្រើ t test ហ្នឹងជាក់ជូនឲ្យលុះតាតិន័យវាជា normality មានថាតិន័យអាភាពវរ័យអនុរបស់គ្នាហ្នឹងវាផាកផាយគ្នាវាអត់បន្ទុកនឹងអត់ខុសគ្នាឆ្ងាយពេកបើថា9 10 8 9 10 8 9 10 8 9 10ចឹងចឹងលោកណាមិនមែន5 10អីណាអញ្ចឹងអាហ្នឹងគេហៅថាប្រើ t test បានតែពេលហ្នឹងគេប្រើសិតតេស្តនៅពេលបន្ទុកហ្នឹងវាខុសគ្នាកម្រិតខ្លាំងពេកឆ្ងាយពេកគេប្រើសិតតេស្តហើយលោកណាមួយទៀតប្រើអាណវាអញ្ចឹងអាណវាដល់ពេលដែលធាតុហ្នឹងចាប់ពី3ឡើងទៅលោកគ្រូណាអាមិញនិយាយ2ណាអមកមានថ្នាក់កថ្នាក់ខថ្នាក់កលោកគ្រូរៀនគណិតដូចគ្នាមកគ្នាអស់បាទពេលលោកគ្រូចង់ប្រៀបធៀបនេះមីនរវាង3ថ្នាក់ហ្នឹងអញ្ចឹងពេលហ្នឹងគេប្រើអាណវាគេថា one way អាណវាគេគ្រូបាទហោះបើសិនជាលោកគ្រូប្រើ two way អាណវា two way អាណវាថាលោកគ្រូរៀនថ្នាក់កថ្នាក់ខថ្នាក់ក3ថ្នាក់ហើយលោកគ្រូចង់ប្រៀបធៀបបន្ទុកជាមួយភេទប្រុសភេទស្រីថាតើភេទប្រុសភេទស្រីក្នុងថ្នាក់កហ្នឹងធៀបមួយភេទប្រុសភេទស្រីថ្នាក់ខធៀបមួយភេទប្រុសភេទស្រីថ្នាក់កអញ្ចឹងលោកគ្រូមាន3ថ្នាក់ហើយលោកគ្រូមានភេទទាំង2ទៀតអញ្ចឹងហៅ two way អាណវាគេគ្រូអញ្ចឹងលោកគ្រូយកអាបន្ទុកហ្នឹងធៀបមួយចឹងភេទនេះអញ្ចឹងពេលហ្នឹងលោកគ្រូប្រើអាណវាដែរប៉ុន្តែប្រៀបធៀបមធ្យមភាគតាម two way អាណវាទៅទីហោះបាទអាហ្នឹងគឺប្រើតន័យកម្រិតទៅគេណាគ្រូណាប្រើអត្ថេកម្រិតដល់អត្ថេកម្រិតថាលោកអាចកណនានឹងបានមួយទៀតក្នុងករណីគ្រូសិក្សាពីតំណែងតំណងអញ្ចឹងអត្ថេកម្រិតហ្នឹងគឺយើងអាចវិភាគរឿងតំណែងតំណងអមថាលោកគ្រូចង់ដឹងថាតើតំណែងតំណងរវាងអត្ថេកម្រិតមួយទៅនឹងអត្ថេកម្រិតមួយទៀតនេះវាមានតំណែងតំណងទិសដៅវិជ្ជមានអវិជ្ជមានឬក៏មិនមានតំណងអញ្ចឹងពីនឹងប្រើ correlation ហើយការ Pearson correlation ណាអញ្ចឹងមានថា R វាត្រូវបូក1ត្រូវដក1ឬក៏0បើ R ត្រូវបូក1មានថាហ្នឹងតំណែងតំណងវិជ្ជមានទិសដៅវាណាបើ R ត្រូវដក1តំណែងតំណងអវិជ្ជមានតែបើ R ស្មើនឹង0មានថាតំណែងតំណងវាអីគេលោកអត់មានតំណែងតំណងបាទហើយឬក៏លោកគ្រូមួយធ្វើគេលោកគ្រូ regression មានថាលោកគ្រូព្យាករអញ្ចឹងនៅពេលលោកគ្រូយកអត្ថេកម្រិត1នេះឬ2ដែលព្យាករទៅណាបើសិនជាអត្ថេកម្រិត1ព្យាករពេលហ្នឹងហៅថា simple linear regression លោកគ្រូណាមានថាយកអត្ថេមួយទៅព្យាករបើសិនយកអត្ថេ2មានអត្ថេ i ក្រេត2ដើម្បីព្យាករគេហៅថា multiple regression អត់ទាន់លោកគ្រូហ្នឹងណាតែបើសិនជាតម្លៃអត្ថេនេះអត្ថេទាំងពីរហ្នឹងវាអត់ straight line អមថាអត្ថេ i ក្រេតនិងមិន i ក្រេតហ្នឹងតម្លៃរបស់វានេះអាហ្នឹងវាអត់ទៅរត់ខ្សែបន្ទាត់តែមួយរហូតខ្សែបន្ទាត់ខុសគ្នាឆ្ងាយអាហ្នឹងហៅថា non linear regression ហ្នឹងទៅអញ្ចឹងមានថានៅពេលដែលយើងតាក់ទងជាមួយនឹងការគណនាបាទការកណនាបរិមាណវិស័យយើងអាចកណនា Excel ក៏បានតាមកុំព្យូទ័រក៏បានតាមដៃក៏បានកណនាលេខអញ្ចឹងមានថាពេលហ្នឹងគេប្រើនឹងតាមវត្ថុបំណងអានឹងចង់បានជួយគ្រូណាអញ្ចឹងមានថាពេលហ្នឹងគេអាចរកប្រើប្រាស់វិធីទាំងអស់ហ្នឹងបានអញ្ចឹងលោកគ្រូសំអូនសង្ឃឹមថាវីដេអូដ៏ខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាជាពិសេសនៅពេលដែលលោកគ្រូចាប់ដើមរៀបចំបញ្ជីសំណួរនៅក្នុងការប្រមូលទិន្នន័យក្នុងការសិក្សាស្រាវជ្រាវអញ្ចឹងលោកគ្រូសំអូនសូមអរគុណហើយក៏សូមជម្រាបលា